ដល់ណែអភិវឌ្ឍនៅទីនោះលោកគូចម្រើនរៀបចំលំអស្ទឹងច្រាំងព្រៃថ្នោតគូឲ្យទាក់ទាញភិបាលខេត្តកណ្ដាលលោកគូចម្រើនបានចោទដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធនិងមន្ត្រីបច្ចេកទេសចុះពិនិត្យវណ្ណភាពដំណើរការសាងសង់កែលម្អច្រាំងស្ទឹងព្រៃថ្នោតក្នុងសង្កាត់តាខ្មៅក្រុងតាខ្មៅកាលរសៀលថ្ងៃទី8ខែមករាឆ្នាំ2026លោកគូចម្រើនបានធ្វើការណែនាំក្រុមការងារសាងសង់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការសាងសង់ច្រាំងស្ទឹងដោយអនុវត្តឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសដោយធានាបាននូវសុវត្ថិភាពនិងគុណភាពរឹងមាំល្អព្រមទាំងសាងសង់ឲ្យសម្រេចរាល់ជាស្ថាពរតាមផែនការដែលបានគ្រោងទុកសូមគូសបញ្ជាក់ថាគម្រោងស្ថាបនាកែលម្អច្រាំងស្ទឹងព្រៃថ្នោតប៉ែកខាងត្បូងស្ទឹងក្នុងក្រុងតាខ្មៅខេត្តកណ្ដាលមានប្រវែងសួនសាធារណៈ590ម៉ែត្រនិងគ្រឿងបង្គុំថ្មីប្រហែល450ម៉ែត្រក្នុងនោះបានរៀបចំចំនួន3ថ្នាក់បើតាមរដ្ឋបាលខេត្តកណ្ដាលគម្រោងនេះក្រុងនឹងបញ្ចប់ការសាងសង់ 100% នៅចុងឆ្នាំ2026ខាងមុខនេះ